អ្នកមានចំណេះពិតប្រាកដតែធ្វើជាល្ងង់គឺជារឿងដែលគួរឲ្យកោតសរសើរព្រោះបង្ហាញពីភាពចេះដាក់ខ្លួនមិនមានមោទនភាពលើខ្លួនឯងការធ្វើបែបនេះក៏ដើម្បីឲ្យខ្លួនគេទទួលបាននូវចំណេះដឹងបន្ថែមទៀតមនុស្សប្រភេទនេះគេមិនសូវជាអួតអាងនិងមើលងាយអ្នកដទៃនោះឡើយផ្ទុយទៅវិញគេចេះដាក់ខ្លួននិងចេះឲ្យតម្លៃអ្នកដទៃដោយដែលគេតែងសម្គាល់ឃើញថាមនុស្សចេះពិតប្រាកដគេមិនដែលដើរអួតប្រាប់ពិភពលោកឲ្យដឹងនោះទេតែគេតែងស្ដែងឲ្យឃើញតាមរយៈទង្វើរបស់គេ ដូចទៅនឹងទស្សនៈមួយដែលបាននិយាយដែរថាអ្នកដែលគេចេះពិតប្រាកដគេអាចដែរនិយាយមើលងាយអ្នកដទៃនោះឡើយហើយក៏មិនងាយសម្ដែងថាអ្នកដទៃចេះមិនដល់ខ្លួននោះទេផ្ទុយទៅវិញយើងតែងតែសង្កេតឃើញថាមនុស្សដែលចូលចិត្តអួតច្រើនតែខាងក្នុងទៅទេមនុស្សដែលធ្វើចេះច្រើនតែលទ្ធផលខ្លាចជាផេះតើមនុស្សនេះជាមនុស្សប្រភេទណា មនុស្សដែលចេះហើយធ្វើពុតជាមិនចេះទៅតាមកលៈទេសៈគេតែងតែសរសើរថាជាមនុស្សដែលចេះដាក់ខ្លួនតែមនុស្សដែលមិនចេះតែធ្វើជាចេះគេតែងតែនិន្ទាថាជាមនុស្សដែលមិនចេះប្រមាណខ្លួនឬជាមនុស្សដែលឈួតវង្វេងនឹងខ្លួនឯងគ្រប់កិច្ចការងារទាំងឡាយគឺយើងអត់អាចចេះសុខគ្រប់ឡើយតែយើងអាចរៀនសូត្រពីវាបានបើយើងមិនចេះតែសម្ដែងថាខ្លួនយើងចេះទាំងដែលយើងមិនទាន់ចេះ វាអាចធ្វើឲ្យយើងនឹងជួបទុក្ខលំបាកនៅថ្ងៃក្រោយហើយអាចធ្វើឲ្យយើងនឹងនៅតែមិនចេះដដែលព្រោះយើងគ្មានថ្ងៃបានរៀនសូត្រនៅអ្វីដែលយើងមិនទាន់ចេះពេលដែលយើងមិនចេះហើយយល់ថាខ្លួនឯងចេះគ្រប់គ្រាន់គឺយើងអត់ងាយនឹងបើកឱកាសឲ្យខ្លួនឯងក៏ដូចជារៀនសូត្រពីអ្វីដែលយើងមិនទាន់ចេះទេព្រោះយើងអត់ទាន់បានទទួលស្គាល់ការពិតថាខ្លួនយើងមិនចេះហើយក៏គ្មានបុគ្គលឬក៏មនុស្សណាដែលហ៊ានមកបង្រៀនឬក៏ណែនាំយើងឡើយ ក្នុងការធ្វើកិច្ចការអ្វីក៏ដោយអ្នកដែលចេះធ្វើតែគេចេះដាក់ខ្លួនបង្ហាញថាគេមិនទាន់យល់គ្រប់គ្រាន់គេតែងតែទទួលបានមកវិញនូវចំណេះដឹងបន្ថែមឬចំណេះដឹងដែលគេមានលើការងារនោះវាប្រកបណាស់ដែលចំណេះដែលគេមានបូកថែមជាមួយនឹងចំណេះដែលគេបានបន្ថែមនឹងធ្វើឲ្យការងាររបស់គេទទួលបាននូវលទ្ធផលល្អនិងភាពជោគជ័យដល់ត្រចះត្រចង់ហើយមនុស្សផងទាំងពួងគេតែងតែចូលចិត្តនិងតែងតែជួយយកអាសាជានិច្ចតែបើសិនជាយើងបង្ហាញអាកប្បកិរិយាថាខ្លួនយើងចេះទាំងដែលខ្លួនយើងមិនទាន់ចេះផងព្រោះខ្លាចពាក្យថាអន់ការងាររបស់យើងគឺអត់ងាយនឹងទទួលបានជោគជ័យទេយើងមិនបានទទួលចំណេះដឹងបន្ថែមហើយក៏គ្មានអ្នកណាដែលគេចង់មកចូលចិត្តយើងនិងជួយយកអាសារយើងឡើយការដែលយើងមិនចេះហើយធ្វើខ្លួនឯងចេះគឺតែងតែផ្ដល់នូវភាពអន្តរាយមកលើខ្លួនយើងវិញហើយធ្វើអ្វីមួយគឺប្រកបទៅដោយភាពងងឹតអត់ងាយនឹងរកឃើញពន្លឺឡើយ ប៉ុន្តែការដាក់ខ្លួនទាបសោតក៏មិនមែនចេះតែយើងដាក់ខ្លួនទេការដែលយើងធ្វើជាល្ងង់ធ្វើជាមិនចេះក៏មិនមែនចេះតែធ្វើនោះដែរគឺត្រូវចេះបត់បែនទៅតាមកលៈទេសៈមិនមែនឲ្យតែយើងធ្វើជាល្ងង់គឺដឹងតែល្អនោះទេជាមួយនឹងមនុស្សប្រភេទខ្លះជាមួយនឹងកលៈទេសៈខ្លះបើសិនជាយើងធ្វើមិនចេះគេបែរជាជន់យើងបន្ថែមហើយនឹងមើលងាយយើងទៅវិញតែយើងក៏មិនត្រូវសម្ដែងថាខ្លួនយើងគឺចេះ ទាំងដែលខ្លួនយើងអត់ទាន់ចេះទេព្រោះវាអាចនាំសេចក្តីអន្តរាយឬក៏ទុក្ខលំបាកមកលើយើងវិញដូច្នេះហើយគឺយើងត្រូវធ្វើខ្លួនដោយមើលទៅតាមកលៈទេសៈថាពេលណាយើងត្រូវដាក់ខ្លួននិងពេលណាដែលត្រូវបង្ហាញពីសមត្ថភាពដែលយើងមានឲ្យគេឃើញ ប៉ុន្តែនៅក្នុងការបង្ហាញសមត្ថភាពនេះទៀតសោតយើងក៏ត្រូវតែប្រកបនៅក្នុងខ្លួនយើងដែរថាអ្វីដែលយើងបង្ហាញគឺជាការចេះពិតប្រាកដមិនមែនគ្រាន់តែធ្វើចេះដើម្បីឲ្យគេស្ងើសរសើរមកលើយើងទេហើយចំណេះដឹងនេះទៀតសោតគឺកើតឡើងពីការខិតខំប្រឹងប្រែងដែលយើងប្រឹងយកមកដាក់នៅក្នុងខ្លួនបើយើងគិតថាខ្លួនយើងនៅខ្សោយគឺយើងត្រូវតែខិតខំដកខាត់ពង្រឹងចំណេះដឹងខ្លួនរបស់យើងនឹងឲ្យរឹងមាំមិនមែនប្រឹងបង្ហាញថាខ្លួនយើងចេះ ទាំងដែលការពិតយើងនៅតែងងឹតនៅឡើយនោះទេទោះបីជាសន្ធិដ្ឋនៅក្នុងកលៈទេសៈបែបណាក៏ដោយយើងត្រូវតែពង្រឹងចំណេះដឹងរបស់ខ្លួនព្យាយាមសិក្សារៀនសូត្រអានសៀវភៅឲ្យបានច្រើននិងរកគន្លឹះថ្មីៗដើម្បីអភិវឌ្ឍខ្លួនឯងទៅមុខជានិច្ចសូមកុំចោះចាញ់បញ្ហាដែលនៅចំពោះមុខហើយត្រូវជំនះភាពខ្ជិលរបស់អ្នកឲ្យបាន